ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាយន្តហោះចម្បាំង F16 របស់យោធាថៃបានវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងទឹកដីកម្ពុជាជាថ្មីម្ដងទៀតដោយបានទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបជាលើកទី2នៅល្ងាចថ្ងៃទី22ខែធ្នូឆ្នាំ2025មុនបន្តទៅទម្លាក់គ្រាប់បែកនៅក្បែរប្រាសាទព្រះវិហារនៅថ្ងៃដដែលក្រសួងការពារជាតិបញ្ជាក់ថាយន្តហោះចម្បាំង F16 របស់ថៃបានទម្លាក់គ្រាប់បែកលើភូមិអូកូនតឹងឃុំស្រែណយស្រុកវ៉ារិនខេត្តសៀមរាបនៅម៉ោង 4:18 នាទីរសៀលថ្ងៃទី22ខែធ្នូដែលជាការរំលោភបំពានទៅលើអធិបតេយ្យភាពថ្មីមួយទៀតបន្ទាប់ពីយន្តហោះ F16 នេះបានទម្លាក់គ្រាប់បែកក្បែរជំរំភៀសខ្លួននៅក្នុងស្រុកស្រីស្នំខេត្តសៀមរាបម្ដងរួចហើយកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025តិចជាង1ម៉ោងក្រោយមកគឺនៅម៉ោង 5:10 នាទីល្ងាចថ្ងៃដដែលយន្តហោះចម្បាំង F16 បានវាយប្រហារឃុំស្រែមស្រុកជាំខ្សានខេត្តព្រះវិហារដែលនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកមុនពេលទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រទាំងពីរប្រជាជនមូលដ្ឋានបានប្រទះឃើញយន្តហោះចម្បាំងរបស់ថៃហោះក្រឡឹងជាច្រើនដងនៅព្រឹកថ្ងៃទី22ខែធ្នូកម្ពុជាបានថ្កោលទោសការវាយប្រហាររបស់ថៃថាជាការរំលោភបំពានលើដែនដីយ៉ាងធ្ងន់ធ្ងរម្ដងហើយម្ដងទៀតនឹងកាន់តែជ្រៅទៅនាពេលកន្លងទៅថ្មីៗនេះយន្តហោះចម្បាំងថៃបានរំលោភដែនអាកាសកម្ពុជាចូលទម្លាក់គ្រាប់បែករហូតដល់ទៅ90គីឡូម៉ែត្រពីព្រំដែនទៅដល់ខេត្តព្រះវិហារការទម្លាក់គ្រាប់បែកនៅស្រុកស្រីស្នំខេត្តសៀមរាបមានចម្ងាយប្រមាណជា70គីឡូម៉ែត្រពីព្រំដែនអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីសប្តាហ៍មុនបានថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងតំបន់បេតិកភណ្ឌដោយការប្រើយន្តហោះចម្បាំង drone និងកាំភ្លើងធំខ្ញុំរស់សុធាពី News Today NTTV